លោកឧត្តមសេនីយ៍ទូឡៅមេញហួតដឹកនាំក្រុមការងារចុះសួរសុខទុក្ខនិងនាំយកអំណោយជូនប្រជាពលរដ្ឋជួបការលំបាកនៅឃុំព្រាលស្រុកកញ្ជ្រៀតខេត្តព្រៃវែងនៅព្រឹកថ្ងៃទី27ខែមិថុនាឆ្នាំ2026លោកឧត្តមសេនីយ៍ទូឡៅមេញហួតប្រធានក្រុមការងារគណៈបកចុះជួយមូលដ្ឋានឃុំព្រាលស្រុកកញ្ជ្រៀតខេត្តព្រៃវែងរួមជាមួយនឹងលោកនាងមនិនសមាជិកគណៈអចិន្ត្រៃយ៍គណៈបកស្រុកលោកសុតសម្បត្តិប្រធានគណៈបកឃុំព្រមទាំងគណៈអចិន្ត្រៃយ៍គណៈបកឃុំនិងសាខាបកភូមិបានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន10គ្រួសារនៅភូមិគោករកាឃុំព្រាលស្រុកកញ្ជ្រៀតខេត្តព្រៃវែងនៅក្នុងមួយគ្រួសារទទួលអំណោយរួមមានមីកំប៉ុងកន្លះកេសទឹកដោះគោ6កំប៉ុងនិងសារ៉ុង2ជាពិសេសប្រជាពលរដ្ឋក្រីក្រចំនួន2គ្រួសារទទួលបានថវិកាឧបត្ថម្ភបន្ថែមនៅក្នុងមួយគ្រួសារ 40000 រៀលបន្ទាប់មកនៅស្នាក់ការគណៈបកឃុំព្រាលលោកឧត្តមសេនីយ៍ទូឡៅមេញហួតនិងក្រុមការងារក៏បានបន្តជួបសួរសុខទុក្ខនិងឧបត្ថម្ភដល់ប្រជាពលរដ្ឋចំនួន19គ្រួសារដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃទី25មិថុនា2026នៅក្នុងមួយគ្រួសារទទួលបានមីកំប៉ុងកន្លះកេសទឹកដោះគោ4កំប៉ុងសារ៉ុង2និងថវិកាចំនួន 40000 រៀលនៅក្នុងឱកាសនោះផងដែរលោកឧត្តមសេនីយ៍ទូឡៅមេញហួតក៏បានឧបត្ថម្ភដល់សមាជិកគណៈអចិន្ត្រៃយ៍គណៈបកឃុំចំនួន9នាក់ដោយក្នុងម្នាក់ទទួលបានមីកំប៉ុងកន្លះកេសទឹកដោះគោ5កំប៉ុងនិងថវិការួម 120,000 រៀលសកម្មភាពមនុស្សធម៌នេះបានឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់ខ្ពស់របស់លោកឧត្តមសេនីយ៍ទូឡៅមេញហួតនិងក្រុមការងារចំពោះសុខទុក្ខនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឃុំព្រាលស្រុកកញ្ជ្រៀតខេត្តព្រៃវែងដោយឈលលើស្មារតីសាមគ្គីភាពមនុស្សធម៌និងការបម្រើប្រជាពលរដ្ឋដោយស្មោះស្របតាមគោលការណ៍រួមសុខរួមទុក្ខនិងមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់នៅឯកោឡើយ